ប្រសិនបើលោកអ្នកផ្លាស់ប្ដូរតែប្រេងប្រអប់លេខប៉ុន្តែមិនព្រមផ្លាស់ប្ដូរតម្រងប្រេងចេញទេនោះប្រអប់លេខរថយន្តនឹងត្រូវប្រឈមមុខនឹងបញ្ហាបច្ចេកទេសនិងហានិភ័យធំៗជាច្រើនខាងក្រោមនេះជាផលវិបាកនិងបញ្ហាដែលនឹងត្រូវជួបប្រទះ 1. ប្រេងថ្មីឆាប់ខូចគុណភាពនិងឡើងខ្មៅវិញយ៉ាងលឿនតម្រងចាស់មានផ្ទុកទៅដោយកម្ទេចលោហៈជាតិកាបូននិងកាសស្អិតពេញនៅក្នុងនោះរួចទៅហើយនៅពេលចាក់ប្រេងថ្មីចូលទៅវានឹងហូរកាត់តម្រងចាស់ដល់កខ្វក់នោះរួចទាញយកជាតិកខ្វក់ទាំងនោះមកលាយឡំពេញប្រព័ន្ធឡើងវិញភ្លាមៗដូចនេះស្មើនឹងលោកអ្នកខាត់បង់លុយតែចាក់ប្រេងថ្មីទៅទេព្រោះវាត្រូវកខ្វក់ភ្លាមៗបន្ទាប់ពីដូររួច 2. បញ្ហារអិលញាត់លេងមិនចូលឬក៏ស្ទាក់ស្ទើរនៅពេលតម្រងប្រេងចាស់ស្ទះខ្លាំងវានឹងរារាំងលំហូរប្រេងធ្វើឲ្យប្រអប់លេខខ្វះសម្ពាធអ៊ីដ្រូលីកផលវិបាកគឺម៉ាស៊ីនឡើងវ៉លខ្លាំងប៉ុន្តែឡានមិនព្រមទៅមុខដាក់លេខទៅមុខឬក៏ថយក្រោយមានសភាពស្ពឹកឬស្ទាក់ស្ទើរពី3វិនាទីទៅព្រមដើរ 3. ប្រអប់លេខឡើងកម្ដៅខ្លាំងនិងឆេះបន្ទះខ្លោចប្រេងប្រអប់លេខមានតួនាទីជួយបញ្ចុះកម្ដៅផងដែរកាលណាតម្រងប្រេងស្ទះចរន្តលំហូរប្រេងរត់មិនបានសព្វពេញប្រព័ន្ធឡើយធ្វើឲ្យប្រអប់លេខឡើងកម្ដៅខ្លាំងហួសកម្រិតដែលជាដើមហេតុធ្វើឲ្យរលាយកៅស៊ូទប់ប្រេងនិងឆេះបន្ទះខ្លោចខាងក្នុងទាំងស្រុង